សួស្តីអ្នកទាំងអស់គ្នាដែលកំពុងមើលវីដេអូមួយនេះឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញហើយខ្ញុំក៏សង្ឃឹមដែរថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូមួយនេះបើសិនជាវីដេអូមួយនេះមានកន្លែងណាមួយខ្វះខាតឬក៏ខុសឆ្គងត្រង់ណាមិនពេញចិត្តសូមខមមិននៅខាងក្រោមធ្វើដំណើរប្រហែលជាអស់ជិត1ម៉ោងឥឡូវនេះខ្ញុំកំពុងតែមើលឆ្វេងមើលស្ដាំដើម្បីចង់ដឹងថាឥឡូវនេះនៅណាខ្ញុំក៏មិនសូវស្គាល់ទីតាំងច្បាស់ដែរឥឡូវមើលទីសិនឥឡូវនេះខ្ញុំមកដល់កំពង់ឆ្នាំងហើយបាទអញ្ចឹងនៅប្រហែលជា1ម៉ោងទៅ2ម៉ោងទៀតទៅខ្ញុំទៅដល់ភ្នំពេញនៅតាមផ្លូវវាពិតជាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនឥឡូវខ្ញុំដល់កំពង់ឆ្នាំងនេះកន្លែងរូបសំណាកក្អមក្រោយពីធ្វើដំណើរអស់ជាច្រើនម៉ោងឥឡូវនេះខ្ញុំចាប់ផ្ដើមសឹមហើយចង់ងុយដេកមិនទេទាំងព្រឹកមកដល់ទីក្រុងភ្នំពេញហើយអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរចូលទៅខាងក្នុងក្រុងភ្នំពេញតែម្ដងឥឡូវនេះនៅទៅជាក្រុងឥឡូវនេះខ្ញុំបានមកដល់ផ្សារអូស័យហើយក្រោយពីខ្ញុំធ្វើដំណើរអស់ជាច្រើនម៉ោងពីផ្ទះមកឥឡូវបានមកដល់ផ្សារអូស័យហើយខ្ញុំមកនេះក៏មានគោលបំណងចង់ទិញរបស់របរខ្លះនៅផ្សារប៉ុន្តែខ្ញុំក៏អធ្យាស្រ័យផងដែរដែលខ្ញុំអត់បានថតពេលដែលខ្ញុំចូលទៅទិញនៅលើផ្សារអូស័យហ្នឹងជាន់ទី2ខ្ញុំទៅទិញអីវ៉ាន់ខ្ញុំក៏អត់បានថតហើយសារតែពីមកយើងកន្លែងតែរវល់ទិញអត់មានកាមេរ៉ាមែនមកជាមួយផងរនេះពងរៀបចំសក់មើលចុះមើលឡើងសំសួនអត់ឡើងផ្សារហើយលោកអត់ចុះចំណោមគេអញ្ចឹងណាតែខោអាវហ្នឹងអ្នកស្រ័យពេញចំហបាទអត់មែនអ្នកក្រុងអ្នកអីឥឡូវខ្ញុំចាប់ផ្ដើមទៅចាំមើលខ្ញុំទិញបានអីមកវិញ2ម៉ោងកន្លងផុតទៅហើយខ្ញុំបានរបស់មួយថងមកគឺស្បែកជើងមកសម្រាប់សូវមានលុយដែរឥឡូវប៊ីជើហ្នឹងរៀងដែលខ្ញុំទិញមកនេះខ្ញុំថតឲ្យអ្នកនរគ្នាបានឃើញប៊ីជើខ្ញុំទិញខំជីផ្ទះមកទិញប៊ីជើមកសម្រាប់ណាបើសិនជាបងណាដែលមានចំណាប់អារម្មណ៍ចង់ទិញស្បែកជើងអីអាចផ្ញើខ្ញុំទិញឲ្យបានខ្ញុំមកនេះគ្រាន់តែដូចជាមកលេងទីក្រុងភ្នំពេញដែរដោយសារតែយើងទៅនេអញ្ចឹងណាថ្ងៃ holiday ខ្ញុំមែនមកនេះគាត់ថាវីដេអូទាំងមូលអត់មានស្អីបងគាត់ទិញស្បែកជើងមកសម្រាប់ហើយបន្ទាប់មកក៏ត្រឡប់មកវិញអញ្ចឹងមិនមែនអញ្ចឹងទេវីដេអូមួយនេះក៏ផ្ញើក្តីនៅរលឹកទៅដល់ fan គ្រប់គ្នាដែលគ្រប់គ្រងខ្ញុំកន្លងមកហើយវីដេអូនេះខ្ញុំធ្វើឡើងគឺដោយសារតែមួយរយៈនេះខ្ញុំអត់សូវមានពេលធ្វើវីដេអូហើយបាត់ស្ងាត់ឈឹងអញ្ចឹងលើកនេះក៏ធ្វើវីដេអូមួយរំលឹកដល់ fan ដែលសួររកពីខ្ញុំអញ្ចឹងណាមានតែប៉ុណ្្នឹងទេអរគុណ